សូមជូនរឿងកុមារអុំទូកកាលពីយូរលង់ណាស់មកហើយមានកុមារីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតនាងមានឈ្មោះថាកញ្ញានាងរស់នៅជាមួយឪពុកម្ដាយនៅក្នុងភូមិមួយនៅតាមដងទន្លេមេគង្គកញ្ញាជាក្មេងស្រីដែលឆ្លាតពូកែធ្វើការហើយនាងក៏ចេះជួយរៀបចំឪពុកម្ដាយរបស់នាងក្នុងការរៀបចំចំណីថ្ងៃមួយព្រះអាទិត្យកំពុងតែរះកញ្ញាបានអុំទូកលេងនៅតាមដងទន្លេកំពុងតែអុំទូកលេងនាងបានក្រឡេកឃើញផ្កាឈូកដ៏ស្រស់ស្អាតតែរីកនៅឆ្ងាយនាងក៏អុំទូកទៅរកកន្លែងដែលមានផ្កាឈូកនោះហើយនាងបានកាច់ផ្កាឈូកនោះបាន 4-5 ដើមដោយក្តីរីករាយអូផ្កាឈូកនេះពិតជាស្រស់ស្អាតណាស់យកទៅឲ្យឪពុកម្ដាយគាត់ប្រកាសជាសប្បាយចិត្តខ្លាំងកញ្ញានិយាយមកខ្លួនឯងនាងក៏ចាប់ផ្ដើមអុំទូកត្រឡប់មកផ្ទះវិញភ្លាមប៉ុន្តែនាងភ្លេចមើលផ្លូវទន្លេពិតជាធំណាស់នាងគឺវង្វេងមិនដឹងថាផ្លូវទៅផ្ទះតាមណាតាំងពីពេលថ្ងៃរហូតដល់ពេលល្ងាចនាងចាប់ផ្ដើមភ័យខ្លាចនិងធុញទ្រាន់អូខ្ញុំវង្វេងផ្លូវហើយតើធ្វើដូចម្ដេចទៅឪពុកម្ដាយរបស់ខ្ញុំប្រកាសជាព្រួយបារម្ភកញ្ញាយំសោកសៅនៅពេលនោះកញ្ញាបានឃើញពស់ពណ៌ខៀវមួយកំពុងតែហែមរកនាងកញ្ញាភ័យខ្លាំងណាស់តែនាងបាននឹកឃើញសម្ដីគេនិយាយបើឃើញពស់មិនត្រូវរត់ទេគឺត្រូវនៅឲ្យស្ងៀមកញ្ញាក៏នៅស្ងៀមមើលទៅពស់វែកនោះហែមកដល់ខាងនៃទូកហើយស្រាប់តែខ្លាចទៅជាមនុស្សវាគឺជាទេពអប្សរដែលថែរក្សានៅទន្លេនេះកូនកញ្ញាកុំភ័យនាងទេពអប្សរនិយាយដោយសំឡេងទន់ភ្លន់ខ្ញុំឃើញកញ្ញាវង្វេងផ្លូវនិងជាក្មេងស្រីដែលមានចិត្តល្អចេះជួយឪពុកម្ដាយចូលឯងមកតាមខ្ញុំមើលខ្ញុំនឹងនាំឯងទៅផ្ទះកញ្ញារំភើបចិត្តខ្លាំងណាស់ក៏បានអុំទូកទៅតាមទេពអប្សរមិនយូរប៉ុន្មានកញ្ញាបានរកឃើញផ្ទះរបស់នាងឪពុកម្ដាយរបស់នាងកំពុងតែឈររង់ចាំនាងនៅមាត់ទន្លេទាំងអារម្មណ៍ភ័យបារម្ភឪពុកម្ដាយរបស់កញ្ញាបានស្រែកហៅនាងដោយទឹកចិត្តសប្បាយរីករាយនាងបានលើកដៃអរគុណទៅទេពអប្សរប៉ុន្តែទេពអប្សរបានបាត់ខ្លួនទៅហើយកញ្ញាបានប្រាប់រឿងរ៉ាវទាំងនោះឲ្យឪពុកម្ដាយរបស់នាងពួកគេសប្បាយចិត្តខ្លាំងណាស់ដែលកញ្ញាបានត្រឡប់មកផ្ទះវិញដោយសេចក្តីសុខហើយក៏បានប្រាប់ទៅកញ្ញាថាកូនឯងមានសំណាងណាស់ដែលមានទេពអប្សរតាមជួយថែរក្សាកូនព្រោះកូនជាក្មេងឆ្លាតស្ដាប់បង្គាប់ឪពុកម្ដាយប៉ុន្តែក្រោយកូនគួរតែកុំអុំទូកទៅឆ្ងាយហើយក៏ត្រូវតែចងចាំផ្លូវជានិច្ចកញ្ញាក៏យល់ព្រម